ជ្រូកកណ្ដាលអាំងត្រឹមតែ$15រសជាតិឆ្ងាញ់យ៉ាងណាចាំខ្ញុំប្រាប់តាំងពីដំបូងថ្ងៃនេះពូប្រាំងទៅមើលផ្ទះបាយនៅដីចំការពូប្រាំងអំពូមីងធ្វើចិត្តរួចហើយចឹងពុកម៉ែបងប្អូនត្រៀមខ្លួនហើយឬនៅពូប្រាំងអញ្ជើញមកឡើងផ្ទះបាយថ្មីបើសិនមកអត់បានគ្រាន់តែភ្ញាវលួយចង់ដៃក៏បានដែរពូប្រាំងអត់ប្រខាន់ទេស្រួលហើយផ្ទះបាយពូប្រាំងមានចង្ក្រានពីរមួយសម្រាប់ប្រើជាមួយអហើយមួយទៀតប្រើជាមួយខ្យងហើយឆ្នាំងដីនេះមិនមែនសម្រាប់ចាប់ខ្មោចទេគឺសម្រាប់ពន្លត់ខ្យងទៅពីផ្ទះបាយមានកន្លែងពិសេសមួយទៀតភាសាអង់គ្លេសគេហៅថា WC ភាសាខ្មែរហៅថាអាចដេញជួបាន free តែម្ដងចាំពូប្រាំងបង្ហាញតិចអង្គុយស្រួលជួដោយភាពជឿជាក់សប្បាយណាស់តែពេលឃើញគាត់ធ្វើការឃើញគាត់ដូចឈឺចង្កេះចឹងបាត់សប្បាយហើយធ្វើអីអូមានកំណត់តោះទៅរកអីតិចគឺកាហ៊ីយ៉ាងទីទៅជួបកាហ៊ីយ៉ាងទីជួយព្យាបាលឈឺចង្កេះឈឺស្មាឆ្អងខ្នងចុករយតាមរាងកាយជាប់ចង្កេះជាប់ស្មានិងជួយសម្រួលអត់សរសៃឈាមដែលស្រួលហើយពូប្រាំងមកមើលកន្លែងលីងចាន់តែអត់មានទូយ៉ូទឹកចឹងពូប្រាំងជួយទៅទិញទូយ៉ូទឹកយោម៉ូដាចឹងកុំខាត់ពេលវីដេអូចាប់ដើមដាក់នឹងនៅក្នុងនឹងតែធ្វើម៉េចឲ្យពូធ្វើលឿនជាងខ្ញុំផ្ដល់កម្លាំងចិត្តពីចម្ងាយក៏បានដែរតែគាត់ដូចឈឺចង្កេះដែរចឹងពូប្រាំងជូនកាហ៊ីយ៉ាងទីសំខាន់ឃើញគេធ្វើការហត់ទាំងអស់គ្នាពូប្រាំងទៅទិញជ្រូកកណ្ដាលអាំងដែលមានរសជាតិដូចបបមាន់យកមកញ៉ាំជុំគ្នាសប្បាយណាស់មើលអ្នកតោគ្នាទៅនឹងអត់ចឹងហៅពូគាត់មកញ៉ាំជុំគ្នាតែត្រូវពាក់ស្រោមសិនឲ្យមានអនាម័យពិតជ្រូកមួយក្បាលនេះតម្លៃត្រឹមតែ$75ដូចម្នាក់$15អញ្ចឹងតម្លៃប៉ុនេះសម្រុំជូនអំពូមីងញ៉ាំឆ្ងាញ់ម្ដងហើយខ្ញុំអញ្ជើញញ៉ាំឆ្ងាញ់ជាមួយគ្នាហើយមានទឹកជ្រលក់គុណភាពទៀតមើលគេញ៉ាំឆ្ងាញ់សប្បាយណាស់ស្រួយកញ្ញោកតែម្ដងដល់វិញពូប្រាំងញ៉ាំជាមួយកន្ទុយហែឆ្ងាញ់ណាស់តែហលអាយ៉ាយេពូគាត់ប្រាប់ថាជ្រូកកណ្ដាលនេះឆ្ងាញ់ណាស់ហើយមានរាងដូចអាអ៊ូនបងប្អូនស្គាល់សត្វអាអ៊ូនអត់បើសិនស្គាល់ក៏មិនប្រាប់ផងមើលពូញ៉ាំឆ្ងាញ់ដែរចង់ស្លទឹកមាត់តាមហើយពូប្រាំងចង់សាញ៉ាំសាច់ជ្រូកជាមួយបែនហុយមើលទៅនងណាស់ចឹងយូសាឡានដាក់ជ្រូកគុណភាពនៅក្នុងហើយថែមបាញ់ហុយធ្វើខ្ចប់ទាំងអជាមួយសាឡានហើយធ្វើជ្រលក់ទឹកត្រីកកុងគុណភាពធ្វើជ្រលក់តិចឲ្យឡើងតាន់ស៊ូល្មមឆ្ងាញ់មែនតើអ្នកតោះគ្នាញ៉ាំជាមួយបាញ់ហុយកាន់តែឆ្ងាញ់ចឹងមីងធ្វើដូចពូប្រាំងដែរញ៉ាំបាញ់ហុយជាមួយសាច់ជ្រូកឆ្ងាញ់ណាស់ចឹងធ្វើញ៉ាំទាំងអកុំឲ្យគេមើងងាយអរគុណច្រើនបាយ love you ពុកម៉ែបងប្អូនទីនកាហ៊ីយ៉ាងទីហាត់តែតងបានតាមពេកយ៉ាងទីកម្ពុជា